ទាំងនេះគឺជាមន្ទីរពេទ្យធំៗទាំង5និងល្បីៗនៅប្រទេសវៀតណាមពេទ្យទី1នោះគឺជាមន្ទីរពេទ្យចេរីគឺជាមន្ទីរពេទ្យដ៏ធំជាងគេនិងជាមន្ទីរពេទ្យរដ្ឋនៅប្រទេសវៀតណាមហើយល្បីខាងផ្នែកខួរក្បាលការវះកាត់គ្រោះថ្នាក់ចរាចរណ៍ហើយនិងបេះដូងចំណែកតម្លៃវិញគឺសមរម្យប៉ុន្តែត្រូវការរងចាំយូរបន្តិចព្រោះមានអ្នកជំងឺច្រើននៅមន្ទីរពេទ្យនេះទី2គឺជាមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហូជីមីងមន្ទីរពេទ្យនេះល្បីខាងពិនិត្យទូទៅនិងឯកទេសសេវាកម្មល្អនិងទំនើបចំពោះឯតម្លៃវិញសមរម្យមិនថោកនិងក៏មិនថ្លៃដែរទី3នោះគឺជាមន្ទីរពេទ្យអន្តរជាតិ FV មន្ទីរពេទ្យនេះគឺមានសេវាកម្មល្អខ្ពស់ហើយគ្រូពេទ្យគាត់អាចនិយាយភាសាអង់គ្លេសបានចំណែកតម្លៃវិញគឺរៀងខ្ពស់បន្តិចបើធៀបជាមួយនឹងមន្ទីរពេទ្យរដ្ឋទី4នោះគឺជាមន្ទីរពេទ្យដែលឯកទេសខាងជំងឺមហារីកគឺមន្ទីរពេទ្យអ៊ុងប៊ឺដែលនៅទីក្រុងហូជីមីងដែលមន្ទីរពេទ្យនេះគឺឯកទេសហ្មងខាងជំងឺមហារីកហើយចំពោះតម្លៃវិញប្រសើរជាងប្រទេសផ្សេងៗដូចជាថៃអីហ្នឹងមន្ទីរពេទ្យទី5គឺមន្ទីរពេទ្យ Vinmec គឺជាមន្ទីរពេទ្យមួយសម្រាប់អ្នកទូធាមានសេវាកម្មល្អ VIP ដូចជាមួយនឹងសហបុរីដែរចាំមកវិញសំណួរសួរថាយើងគួរតែទៅមន្ទីរពេទ្យមួយណាចម្លើយរបស់ខ្ញុំមាន2ទី1សម្រាប់អ្នកទូធាអាចទៅមន្ទីរពេទ្យ FV ជាមួយនឹងមន្ទីរពេទ្យ Vinmec ចំណែកឯអ្នកមានថវិកាសមរម្យឬក៏អត់សូវមានទី1យើងអាចទៅមន្ទីរពេទ្យចេរីទី2យើងអាចទៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហូជីមីងហើយទី3នោះគឺយើងទៅមន្ទីរពេទ្យអ៊ុងប៊ឺ